ប្រទេសចិនទើបតែបាញ់បង្ហោះអាវុធប្រភេទថ្មីមួយទៅលើអាកាសមិនមែនជាយន្តហោះគ្មានមនុស្សបើកធម្មតាទេប៉ុន្តែជាមេដា drone ដែលអាចខ្ជាក់កូនម្ដង100ពីពោះដ៏ធំសម្បើមរបស់វាកូន drone ទាំង100នេះអាចបញ្ចេញសមត្ថភាព3យ៉ាងទៅតាមម្ដាយរបស់វាបញ្ជាគឺបំភាន់ភ្នែករ៉ាដាទម្លាក់គ្រាប់បែកនិងកំណត់គោលដៅមុនបញ្ជាមីស៊ីលវាយប្រហារយោងតាមទូរទស្សន៍រដ្ឋចិន CCTV មេដា drone របស់ចិនរហ័សនាមជីវទៀនឬក៏ឋានសួគ៌9ជាន់បានសាកល្បងហោះហើរដោយជោគជ័យលើកដំបូងកាលពីថ្ងៃទី11ខែធ្នូឆ្នាំ2025ការហោះហើរនេះធ្វើឡើងនៅខេត្តសាន់ស៊ីដែលបើកកំណត់ត្រាប្រវត្តិសាស្ត្រក្នុងការត្រៀមខ្លួនចូលសមរភូមិសង្គ្រាមសម័យទំនើបអ្វីដែលធ្វើឲ្យមេដា drone ជីវទៀនគួរឲ្យខ្លាចគឺគ្រាន់តែបើកពោះភ្លាម drone ទាំង100គ្រឿងនឹងហោះប្រសាទពេញមេឃdrone នីមួយៗមានខួរក្បាល AI ដោយឡែកពីគ្នាដែលស្ថិតក្រោមបញ្ជាការតែមួយគឺម្ដាយរបស់វាអាចត្រូវបានបែងចែកជា3ក្រុមក្នុងពេលដំណើរគ្នាក្រុមទី1មានតួនាទីបំភាន់រ៉ាដាវានឹងរួបរวมគ្នាប្រែក្លាយទៅជាហ្វូងសាច់ស្លាបរត់ប្រសេកប្រសាចក្នុងដែនអាកាសធ្វើឲ្យសត្រូវខ្ជះខ្ជាយគ្រាប់បាញ់និងវង្វេងគោលដៅdrone ហ្វូងជាឧបករណ៍ធ្វើសង្គ្រាមថ្មីដែលប្រទេសជាច្រើនខ្លាចរអានិងមិនទាន់មាននរណាហ៊ានអះអាងថារ៉ាដារបស់ខ្លួនអាចស្ទាក់ហ្វូង drone បាននៅឡើយទេមកដល់ពេលនេះនៅពេលដែល drone ក្រុមទី1កំពុងប្រឡែងលេងនឹងមីស៊ីលរបស់សត្រូវ drone ហ្វូងទី2ដែលមានក្បាលគ្រាប់នឹងចូលទៅវាយប្រហារតាមទីតាំងដែលម្ដាយរបស់វាកំណត់ឲ្យទៅដូចជាស្ថានីយ៍រ៉ាដាឃ្លាំងប្រេងឥន្ធនៈប៉ុស្តិ៍បញ្ជាការឬក៏ឃ្លាំងអាវុធចំណែកហ្វូង drone ទី3នៅសំកាំងលើមេឃសម្គាល់គោលដៅឲ្យផ្ញើ coordinate ទៅហ្វូងទី1និងហ្វូងទី2មេដា drone ជីវទៀនមានប្រវែងខ្លួនជាង16ម៉ែត្រនិងទទឹងពីស្លាបម្ខាងទៅម្ខាងប្រវែង25ម៉ែត្រវាមានទម្ងន់16តោនផ្ទុកគ្រាប់បែកបាន6តោនសំកាំងលើអាកាសបានដល់ទៅ12ម៉ោងហើយបើហោះវិញគឺបាន7000គីឡូម៉ែត្រដែលផ្ដល់ឲ្យវានៅសមត្ថភាពវាយប្រហារហួសពីព្រំដែនរបស់ប្រទេសចិននេះបើយោងទៅតាម Global Times Defense.pk បានប៉ាន់ប្រមាណថា drone បណ្ដាកូននេះអាចមានតម្លៃប្រហែលជា$20លានអាមេរិកក្នុងមួយគ្រឿងយោងតាម Air Force Magazine សហរដ្ឋអាមេរិកនិងរុស្ស៊ីក៏កំពុងតែជំរុញការផលិតមេដា drone បែបនេះដែរប្រទេសចិនមិនទាន់បានប្រកាសថាពេលណាមេដា drone របស់ខ្លួននឹងចូលបម្រើជាផ្លូវការនោះទេបើទោះបីជាគុណភាពរបស់មេដា drone នេះមិនទាន់អាចសន្មត់ថាខ្លាំងដោយការអះអាងក៏ដោយតែវត្តមានរបស់វាបញ្ជាក់ថាសង្គ្រាមផ្លូវអាកាសនាពេលអនាគតមិនពឹងផ្អែកតែលើយន្តហោះចម្បាំងមួយមុខទេវានឹងត្រូវបានសម្រេចដោយអ្នកណាដែលជន់មេឃពន្លិចបំភាន់រ៉ាដាហើយចូលវាយលុកដោយមិនអាចតដៃទាន់នេះជាវិធីប្រយុទ្ធថ្មីមួយដែលប្រទេសនានាត្រូវតែត្រៀមបម្រុង